đây nèទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះប្រើ subject pronouns ជាមួយនឹង have ឬក៏ has បងប្អូនមើលខាងនេះគឺជា subject pronouns បាទឥឡូវខ្ញុំនឹងប្រាប់បងប្អូនថាតើ subject pronouns ណាខ្លះដែលយើងប្រើជាមួយ have ហើយ subject pronouns ណាខ្លះដែលយើងប្រើជាមួយ has I have we have you have they have he has she has it has បាទបងប្អូនដឹងហើយ subject pronouns I we you they យើងប្រើជាមួយ have he she it យើងប្រើជាមួយ has បាទអរគុណច្រើនហើយចំពោះបងប្អូនណាដែលចង់រៀនភាសាអង់គ្លេសបាទអាចចុះឈ្មោះរៀនជាមួយខ្ញុំបានតាមរយៈ TikTok Telegram YouTube Facebook បាទបងប្អូននេះគឺជាឈ្មោះ Learn English with សុគន្ធបាទសុគន្ធគឺជាឈ្មោះរបស់ខ្ញុំឬក៏បងប្អូនអាចតាក់ទងមកខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទអរគុណច្រើន